កេតៈលោករឿងល្បិចដុតក្រណាត់រកមុខចោលនៅក្នុងភូមិមួយមានបរិសុទ្ធក្រីក្រម្នាក់ឈ្មោះថានីសូនគាត់បានខិតខំសន្សំប្រាក់ជាច្រើនដើម្បីទិញមាសទុកសម្រាប់មើលថែទាំម្ដាយដើម្បីកុំឲ្យចោលលួចនីសូនបានយកមាសទាំងនោះទៅរុំនឹងក្រណាត់សូត្រពណ៌ខៀវចាំមួយផ្ទាំងយ៉ាងណែនលួចលាក់ទុកនៅក្នុងថតតុថ្ងៃមួយមាសទាំងនោះត្រូវបានគេលួចបាត់នីសូនសង្ស័យលើមិត្តភក្តិ3នាក់ដែលធ្លាប់មកលេងផ្ទះប៉ុន្តែពួកគេម្នាក់សុទ្ធតែប្រកែកនឹងស្បត់រៀងៗខ្លួនថាមិនបានយកនោះទេនីសូនអស់សង្ឃឹមខ្លាំងណាស់ក៏បានរត់ទៅរកលោកចៅក្រមដ៏ឆ្លាតវៃម្នាក់ប្រចាំភូមិឲ្យជួយរកយុត្តិធម៌ឲ្យគាត់ចៅក្រមបានហៅជនសង្ស័យទាំង3នាក់មកសាកសួរចម្លើយប៉ុន្តែគ្មាននរណាម្នាក់ព្រមសហភាពឡើយចៅក្រមកាត់មួយសន្ទុះរួចក៏ញញឹមឡើងមករួចពោលថាមិនអីនោះទេមាសទាំងនោះមានវិញ្ញាណជួបពួកឯងទាំង3នាក់ទៅកាត់ក្រណាត់សូត្រម្នាក់មួយផ្ទាំងតូចយកមកឲ្យយើងនៅថ្ងៃខាងស្អែកនេះចុះថ្ងៃបន្ទាប់មកបរិសុទ្ធទាំង3នាក់នោះបានយកក្រណាត់សូត្រម្នាក់មួយផ្ទាំងតូចមកឲ្យលោកចៅក្រមលោកចៅក្រមមិនបានពិនិត្យមើលក្រណាត់នោះទេគាត់បានបង្គាប់ឲ្យសេនាយកកំទេចកំណាត់ទាំង3ដុំនោះទៅដុតនៅក្នុងចង្ក្រានភ្លើងធ្វើឲ្យអ្នកឈរនៅជុំវិញនោះឆ្ងល់យ៉ាងខ្លាំងពេលក្រណាត់កំពុងតែឆេះលោកចៅក្រមបានដើរទៅហិតផ្សែករួចចង្អុលទៅមុខបរិសុទ្ធទី2ភ្លាមថាឯងនឹងហើយជាចៅលួចមាសបរិសុទ្ធនោះភ័យស្លន់ស្លោពេកក៏បានលុបជង្គង់សារភាពកំហុសភ្លាមព្រោះគាត់ស្មានថាលោកចៅក្រមពិតជាមានមន្តអាគមពិតប្រាកដមែនក្រោយមកទើបលោកចៅក្រមបញ្យល់ប្រាប់ពីល្បិចប្រាជ្ញាមួយនោះទៅប្រាប់អ្នកភូមិថាក្រណាត់សូត្រដែលរុំដុំមាសរបស់នីសូនគឺលាក់ទុកនៅក្នុងថតតុនៅជិតថ្នាំជាប់ជាមួយនឹងខ្ទឹមសរបស់ម្ដាយនីសូនជាច្រើនឆ្នាំមកហើយទើបនាំឲ្យជោគជាំដោយក្លិនខ្ទឹមសចៅដែលលួចមាសប្រកាសជាយកដុំក្រណាត់នោះទៅទុកនៅក្នុងផ្ទះដូចនេះក្រណាត់ដែលយកមកប្រកាសជាមានក្លិនខ្ទឹមសជាក់ជាមិនខាននីសូនបានយកមាសនោះត្រឡប់មកវិញចំណែកឯអ្នកភូមិបានកាត់សរសើរប្រាជ្ញាលោកចៅក្រមគ្រប់គ្នា